តោះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឃើញថារដូវកាលគេហៅថាទៀនព្រះវស្សាខិតជិតមកដល់ហើយណាពុកម៉ែបងប្អូនគឺថាចុងខែ6ចូលដើមខែ7ហ្នឹងនឹងមានការដង្ហែជាទៀនព្រះវស្សាគ្រប់វត្តអារាមនៅតាមដងផ្លូវនៅស្រុកស្អាងខេត្តកណ្ដាលអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយអញ្ចឹងមករយៈហ្នឹងក៏ឃើញក្មេងៗយុវជនយើងមានការផុសផុលក្នុងការធ្វើទិញមងថ្មីក៏ដូចជាយកទៅគេហៅថាស្រឿតសៃតសងកែឆ្នៃឲ្យស្អាតផោផង់លាបថ្នាំលាបពណ៌វិញអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយអញ្ចឹងគ្រាន់តែវីដេអូនេះចង់បង្ហាញពុកម៉ែបងប្អូនហើយក៏ចង់ផ្ដាំផ្ញើទៅដល់បងប្អូនជាយុវជនដែលតាមក្រុមទិញមងនីមួយដែលបានទៅចុះឈ្មោះអីចឹងណាចូលទៅក្នុងគេហៅថាតាមប្រធានក្រុមទិញមងក្នុងទីវត្តអារាមនានាអញ្ចឹងទៅហ្នឹងហើយអញ្ចឹងហើយក៏ដូចជាខ្ញុំចង់ចែករំលែកនៅគេហៅថាបទពិសោធន៍ក្នុងការដែលយើងធ្លាប់ដើរតាមទិញមងតាំងពីទិញមងមិនតាន់មានភាពល្បីល្បាញយូរលង់ណាស់មកហើយអញ្ចឹងណាពុកម៉ែបងប្អូនតាំងតែពីជំនាន់ទិញមងទីវត្តអារាមមានតែមួយគូមាន4គូអីចឹងណាហ្នឹងហើយដង្ហែរហូតអញ្ចឹងទៅដល់តែមានភាពល្បីល្បាញអញ្ចឹងទៅក្មេងៗយុវជនចំនួនក្រោយអញ្ចឹងទៅមានការគ្រប់គ្រងអញ្ចឹងទៅគាត់មានការធ្វើទិញមងខ្លួនឯងអញ្ចឹងទៅដើម្បីយកទៅដាក់វត្តឬក៏គាត់សហការគ្នាជាមួយនឹងវត្តអញ្ចឹងទៅដើម្បីអីចូលរួមជាចំណាយជាមួយវត្តអីអញ្ចឹងទៅអញ្ចឹងក្នុងបទពិសោធន៍របស់ខ្ញុំគឺការដង្ហែទៀនភាសានៅវត្តផ្សេងក៏ដូចជាពិសេសគឺវត្តតុកវិលតែម្ដងពុកម៉ែបងប្អូនគឺការដង្ហែទៀនព្រះវស្សាគឺថាมันអត់និយាយរួមទៅគឺអត់មានការគេហៅថាមានការឆ្លោះទាស់តែងគ្នាជាមួយនឹងក្មេងៗយុវជនស្ទាវនៅតាមដងផ្លូវតាមភូមិតាមស្រុកអីចឹងទេដោយសារអីសន្តាប់ធ្នាប់ពីយុវជនយើងគឺគាត់ថាដូចថាគាត់ប្រកាន់ខ្ជាប់ខ្ជួនបានល្អអញ្ចឹងណាអញ្ចឹងមុននឹងពួកគាត់ជាយុវជនគាត់គោរពតាមនៅបទបញ្ជាគេហៅថាការស្ដាប់មេស្ដាប់កើអញ្ចឹងណាអញ្ចឹងតើការនិយាយជាមួយនឹងពួកគាត់ហ្នឹងតើនិយាយតាមបែបភាសាយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងបទពិសោធន៍ខ្ញុំគឺខ្ញុំតែងតែបញ្យល់ណែនាំយុវជនយើងដែលគាត់ចូលរួមក្នុងការហែទិញមងអញ្ចឹងពុកម៉ែបងប្អូនដឹងស្រាប់ហើយឃើញថាយុវជនយើងក្នុងការដង្ហែទិញមងពួកគាត់គឺជាយុវជនឈាមរាវពួកគាត់ពងតែពេញសប្បាយអញ្ចឹងពេលដែលគាត់បានចូលទិញមងអញ្ចឹងទៅគាត់មានភាពគេហៅថាពុះកញ្ជ្រោលគាត់អត់តែងតែឃើញគេហៅថាបတ်ចម្រៀងក៏ដូចជាតបានចូលទិញមងគាត់រាំគាត់ទៅតាមដងផ្លូវតាមដងផ្ទះអញ្ចឹងទៅគឺគាត់អត់ចាំអ្នកក្រោយឬក៏ចាំតាដែលគាត់ចាំរៃអង្គាសបច្ច័យទាំងជេអញ្ចឹងគាត់ទៅលឿនអញ្ចឹងទៅធ្វើឲ្យអ្នកក្រោយអញ្ចឹងទៅនៅយឺតអញ្ចឹងទៅគាត់ទៅឆ្ងាយអញ្ចឹងទៅធ្វើឲ្យតាដែលគាត់ចាំរៃអង្គាសបច្ច័យពីពុកម៉ែបងប្អូនជាប្រជាពលរដ្ឋចាំចូលបច្ច័យជាមួយតាអញ្ចឹងទៅដាច់គេហៅថាមើលទៅវាដាច់ឆ្ងាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្វីដែលសំខាន់គឺអ្នកដែលគ្រប់គ្រងខាងទិញមងគេហៅថាប្រធានទិញមងអញ្ចឹងចោះហ្នឹងហើយយើងការនិយាយស្ដីជាមួយនឹងបងប្អូនជាយុវជនយើងត្រូវនិយាយគេហៅថាពីសម្ដីយើងនិយាយអញ្ចឹងណាគឺយើងត្រូវអប់រំគាត់និយាយដោយភាសាដោយឲ្យពួកគាត់ស្ដាប់ហើយពួកគាត់ចូលទៅជាកុំនិយាយដោយកំហឹងដោយគេហៅថានិយាយគំរោះគំរើអញ្ចឹងទៅធ្វើឲ្យអារម្មណ៍បងប្អូនជាយុវជនធ្វើឲ្យគាត់គេហៅថាហត់តែឆេវឆាវហត់តែមិនស្ដាប់យើងជាអ្នកគ្រប់គ្រងខាងទិញមងអញ្ចឹងទៅពួកម៉ែបងប្អូនអញ្ចឹងធ្វើឲ្យមានការពួកគាត់រៀងខ្នក់ចិត្តអញ្ចឹងទៅអាចបង្កឲ្យពួកគាត់ខ្នក់ចិត្តអាចគាត់ធ្វើអ្វីមួយដែលឲ្យយើងស្មុគស្មាញក្នុងការដង្ហែទៀនភាសាអញ្ចឹងទៅធ្វើឲ្យយើងគេហៅថាពិបាកមើលអញ្ចឹងណាព្រោះខ្ញុំយល់អារម្មណ៍ហ្នឹងពីព្រោះថាខ្ញុំធ្លាប់គ្រប់គ្រងខាងបងប្អូនខាងផ្នែកទិញមងខ្ញុំកាន់មេក្រូខ្ញុំគ្រប់គ្រងប៉ុន្តែពួកគាត់ស្ដាប់ខ្ញុំដោយសារអីខ្ញុំនិយាយជាមួយពួកគាត់យើងថាអាហ្នឹងគាត់ខ្ញុំជួយណែនាំឯណាខាងប្រធានទិញមងគួរតែយកសម្ដីខ្ញុំទៅស្ដាប់ទៅរៀបរាប់ឬក៏បញ្យល់ពួកគាត់ជាយុវជនទៅគាត់ស្ដាប់ហើយទី1គឺយើងបញ្យល់ពួកគាត់ថាបងប្អូនក្នុងការបងប្អូនមកដង្ហែទៀនព្រះវស្សានៅក្នុងទីវត្តអារាមនេះ
កតាទី1បងប្អូនគឺបងប្អូនចង់ចូលរួមចំណែកក្នុងការធ្វើបុណ្យធ្វើទានជាមួយនឹងទីវត្តអារាមទី1ទៀតបងប្អូនគឺថាមកនេះគឺដើម្បីចង់ហែសប្បាយចឹងទៅអញ្ចឹងបងប្អូនមិនចង់ឲ្យមានការមានបង្កចំនួនឬក៏មិនស្ដាប់មេស្ដាប់កោយទេអញ្ចឹងអ្វីដែលសំខាន់បងប្អូនត្រូវតែស្ដាប់ជាប្រធានទីងមងដែលគាត់បានណែនាំបញ្យលណែនាំទីកតាទី1បងប្អូនពេលដែលយើងដង្ហែទៀនព្រះវស្សាទីងមងគឺយើងត្រូវបែងចែកខាងលិចចំនួនប្រមាណខាងកើតចំនួនប្រមាណយើងខាមឆ្លងទៅឆ្លងមកទី2យើងត្រូវការដង្ហែទោះបីជាឃើញគេហៅថាផ្លែឈើនំចំណីគេហៅថាបន្លែផ្លែឈើគេហៅថាផ្លែឈើសោះធម្មតាយើងដើរនៅតាមដងផ្លូវតាមត្រួយខាងកើតត្រួយខាងលិចមានតែដំណាំប្រជាពលរដ្ឋគាត់ដាំដុះដូចជាមានដូចជាផ្លែឈើផ្លែអីចឹងទៅអញ្ចឹងកតានឹងហើយគឺបងប្អូនឃើញកុំនាំគ្នាទៅបេះទៅបោចរបស់ដំណាំរបស់ប្រជាពលរដ្ឋអញ្ចឹងណាហ្នឹងហើយទី1ទៀតពេលដែលបងប្អូនហែបងប្អូនត្រូវគិតថាបើសិនជាជួបខាងទីងមងខាងភៀកគីមកខាងគេហែទល់នឹងយើងត្រូវតែចេះអត់អោនយើងត្រូវតែចេះស្រឡាញ់គ្នាពីព្រោះថាទីងមងវាមានទៅមានមកសិតតែយើងហែដើម្បីជួយលើកដំកើងវត្តទេគេឈ្មោះវត្តទេអញ្ចឹងពេលដែលបងប្អូនហែឃើញទីងមងមកខាងទៀតឬមកខាងទៀតយើងរាំអោបគ្នាឬក៏យើងស្វាគមន៍គ្នាអែបមកខាងម្នាក់ចឹងទៅឲ្យពួកគាត់ទៅហើយចាំពួកយើងទៅម្ដងចឹងណាកុំឲ្យមានការមានទាស់ពាក្យសម្ដីឬក៏យើងរាំលក់កញ្ឆេងទៅអាចនឹងប៉ះពីបន្តិចបន្តួចទៅអាចនឹងបង្កជាចំនួនអញ្ចឹងទៅអញ្ចឹងធ្វើឲ្យការដង្ហែទៀនព្រះវស្សានៅទីវត្តអារាមរបស់យើងធ្វើឲ្យមានភាពគេហៅថាបង្កចំនួនទៅធ្វើឲ្យខូចសម្ដាប់ធ្នាប់នៅផ្លូវដងផ្លូវអញ្ចឹងទៅធ្វើឲ្យខូចកិត្តិយសវត្តយើងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងមួយទៀតឃើញយើងកតាមួយទៀតគឺខ្ញុំតែងតែបញ្យល់ណែនាំបងប្អូនថាពេលដែលយើងដង្ហែយើងត្រូវតែទិញចិត្តថាយើងដង្ហែនេះគឺយើងលើកដំកើងនៅវត្តភូមិរបស់យើងពីព្រោះថាបងប្អូនសិទ្ធិអ្នកស្រុកអ្នកភូមិនៅក្នុងទីវត្តអារាមរបស់យើងអញ្ចឹងពេលដែលយើងហែចំណុចដែលគោលការណ៍សំខាន់បំផុតគឺយើងត្រូវរក្សាអរិយាប័ត្រភាពថ្លៃថ្នូរក៏ដូចជាគេហៅថាជួយលើកដំកើងគេឈ្មោះល្បីវត្តរបស់យើងពីព្រោះថាតែពេលណាយើងមានចំនួនតោះតែងអីមួយបង្កជាបញ្ហាអីមួយធ្វើឲ្យខូចឈ្មោះខូចវត្តរបស់យើងពីព្រោះថាសម័យនេះគឺជាសម័យគេកាត់ចែកវិជាជឿនលឿនអញ្ចឹងណាអញ្ចឹងទូរស័ព្ទ smartphone អីគឺមានគ្រប់ដៃឲ្យតែយើងអីតោះតែងគ្នាបន្តិចបន្តួចនឹងមានការថតបង្ហោះឲ្យគឺមែនសែនឈ្មោះវត្តអីអញ្ចឹងធ្វើឲ្យវត្តរបស់យើងគឺមានការខូចឈ្មោះខូចអីចឹងទៅអញ្ចឹងឆ្នាំក្រោយអាចនឹងវត្តយើងលែងបានហែចឹងទៅពីព្រោះថាមុននឹងយើងហែអីក៏យើងត្រូវការសុំច្បាប់ពីអាជ្ញាធរដែនដីអភិបាលស្រុកអីដែរអញ្ចឹងណាថ្ងៃមុននឹងយើងសុំសិទ្ធគាត់ដើម្បីហែអញ្ចឹងសំខាន់ក្នុងការហែគឺបងប្អូនជាយុវជននឹងឯក្នុងការជួយគ្រប់គ្រងអីចឹងទៅហើយធម្មតាតែពេលយើងហែយុវជនយើងមានក្មេងមានស្ទាវច្រើនអញ្ចឹងការគ្រប់គ្រងរបស់យើងទទួលស្គាល់ថាការគ្រប់គ្រងរបស់ប្រធានក្រុមឬក៏អ្នកគ្រប់គ្រងហ្នឹងគឺវាមានផលលំបាកក៏ប៉ុន្តែយើងត្រូវតែមានផលលំបាកប៉ុន្តែយើងត្រូវតែចេះគេហៅថារបៀបនៃការនិយាយបដាបដៅបងប្អូនជាយុវជនដែលចូលរួមក្នុងការហែទៀនភាសាអញ្ចឹងណាយើងមិនបាច់ដាក់វិន័យខ្លាំងពេកក្រាស់ក្រំខ្លាំងពេកទេគ្រាន់តែយើងបញ្យល់ថាណែនាំថាត្រូវតែទី1គឺហែឲ្យមានសណ្ដាប់ធ្នាប់ល្អកុំមានការទាស់តែងឆ្លោះប្រកែកគ្នាទី1ទៀតកុំឲ្យខូចឈ្មោះដល់ទីវត្តអារាមរបស់យើងអញ្ចឹងណាពីព្រោះថាទីវត្តអារាមមួយតម្រាំតែបានគេឈ្មោះក្នុងការមានភាពល្បីល្បាញគឺគាត់ខំប្រឹងក្នុងការកសាងដើម្បីឲ្យមានភាពល្បីល្បាញដើម្បីជាដំណើររបស់វត្តយើងអញ្ចឹងទៅអញ្ចឹងយើងជាយុវជនយើងជាក្មេងៗដែលនៅចំណុចជើងវត្តហ្នឹងគឺយើងមិនចង់ឲ្យស្រុកភូមិរបស់យើងវត្តរបស់យើងគឺមានភាពស្អុយនៅតាមបណ្ដាញសង្គមទេយល់ទេហ្នឹងហើយអញ្ចឹងយើងមានការយើងបញ្យល់ណែនាំអញ្ចឹងគឺបងប្អូនគាត់ស្ដាប់ไปអាហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំប្រហែលឆ្នាំដែលខ្ញុំតាំងពីខ្ញុំកាន់មេក្រូតាំងពីខ្ញុំដើររៃអង្គាសបច្ច័យជាមួយតាតាំងពីវត្តតបលតាំងពីចំនួនទិញមងដែលមិនតាន់ល្បីអញ្ចឹងណាតាំងពីចំនួនដែលយើងទិញមង1គូឡើង4គូឡើងដល់ត6 7 8គូ10គូអញ្ចឹងទៅដល់មានភាពល្បីល្បាញអញ្ចឹងទៅបានគ្រប់វត្តអីអញ្ចឹងទៅបានចាប់ផ្ដើមកសាងទីមងច្រើនអញ្ចឹងទៅចូលរួមហែហមអីដែរអញ្ចឹងទៅហ្នឹងហើយ
អញ្ចឹងវីដេអូហ្នឹងគ្រាន់តែចង់បង្ហាញពីពុកម៉ែបងប្អូនថារដូវកាលដង្ហែទៀនព្រះវស្សាវត្តផ្សេងនៅទីវត្តអារាមនៅស្រុកស្អាងខេត្តកដាខិតចិត្តមកដល់ហើយពុកម៉ែបងប្អូនហើយក៏ចង់បង្ហាញក៏ចង់ជួយបញ្យលណែនាំទៅបងខាងប្រធានទីម៉ោងអញ្ចឹងណាយកទ្រឹស្ដីរបស់រដ្ឋមេកវីដេអូហ្នឹងយកទៅអនុវត្តទៅក្រែងលោបានគេហៅថាសាច់កាយអញ្ចឹងណាពីព្រោះថាបងប្អូនជាយុវជនគាត់ចង់បញ្យលគាត់ណែនាំគាត់ស្ដាប់គាត់ត្រូវតែនិយាយបែបយើងគេហៅថាមានយុទ្ធសាស្ត្រក្នុងការបញ្យលហើយណែនាំបងប្អូនអញ្ចឹងឲ្យគាត់ត្រជាក់ចិត្តស្ងប់ចិត្តពីព្រោះថាបងប្អូនជាយុវជនឈាមរាវព្រោះពិបាកណាស់តែយើងណានិយាយអីបែបភាសាអសរោះគំរូគំរើយអីអាចនឹងមានប៉ះពាល់ទៅដល់អារម្មណ៍ផ្លូវចិត្តរបស់បងប្អូនអាចនឹងមានបញ្ហាក្នុងការដង្ហែទៀនព្រះវស្សាហើយអញ្ចឹងបើយើងប្រើយុទ្ធសាស្ត្រក្នុងការគេហៅថានិយាយបែបភាសាពីរោះពិសាអញ្ចឹងទៅបងប្អូននឹងស្ដាប់ហើយគាត់នឹងជ្រាបទៅដល់ក្នុងក្រអៅបេះដូងរបស់គាត់ថាគាត់ដង្ហែនេះគឺសុំម៉ែឲ្យទេហើយណាមួយគាត់ដើម្បីជួយលើកដំកើងលើកវត្តដែរតែពេលណាគាត់មហែវត្តគាត់ផុសក្នុងបណ្ដាញសង្គមថានេះគឺជាវត្តរបស់គាត់ដង្ហែអញ្ចឹងទៅអញ្ចឹងធ្វើឲ្យមានភាពល្បីល្បាញនៅក្នុងទីវត្តអារាមរបស់គាត់អញ្ចឹងទៅអញ្ចឹងធ្វើឲ្យពួកគាត់មានភាពសប្បាយរីករាយអញ្ចឹងទៅហើយវីដេអូនេះគឺវីដេអូគ្រប់ទិញម៉ោងគ្រប់វត្តនៅក្នុងទឹកដីស្អាងស្រុកស្អាងដែលខ្ញុំថតតាំងពីឆ្នាំទៅមួយអញ្ចឹងណាហ្នឹងហើយមានគ្រប់វត្តមានវត្តផ្សេងគឺសឹមមានឈ្មោះនៅក្នុងហ្នឹងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងសង្ឃឹមថាឆ្នាំហ្នឹងបងប្អូនយុវជនដែលចង់ជ្រើមជ្រួដង្ហែនៃទៀនព្រះវស្សាគ្រប់វត្តទីអារាមគួរតែរក្សានៅរបៀបរៀបរយសេចក្តីថ្លៃថ្នូររបស់ទីវត្តអារាមហើយណាមួយយើងត្រូវរក្សានៅសណ្ដាប់ធ្នាប់សាធារណៈអញ្ចឹងណានៅតាមដងផ្លូវជាតិនៅដងផ្លូវតាមដងផ្ទះរបស់ប្រជាពលរដ្ឋអីអញ្ចឹងទៅដើម្បីអីដើម្បីឲ្យឆ្នាំក្រោយគឺថាទទួលបាននៃការសុំសិទ្ធិក្នុងការដង្ហែពីរដ្ឋបាលស្រុកអីចឹងទៅមានភាពងាយស្រួលហ្នឹងហើយអញ្ចឹងវីដេអូសម្រាប់ចែកជូនទៅដល់បងប្អូនជាយុវជនក្នុងការត្រៀមខ្លួនក្នុងការដង្ហែនៃទៀនព្រះវស្សាគ្រប់វត្តអារាមនៅពេលខាងមុខនៅចុងខែ6នេះណាចូលដើមខែ7ហ្នឹងជូនពរបងប្អូនឲ្យទទួលបានអ្នកចូលបច្ច័យទិញម៉ោងឲ្យបានច្រើនអ្នកគ្រប់គ្រងខាងទិញម៉ោងនៅបានច្រើនហ្នឹងហើយកុំហែកុំដើរលឿនពេកណាចាំតាគាត់នៅខាងក្រោយចាំទទួលបច្ច័យពីពុកម៉ែបងប្អូនហងកុំយើងចូលទិញម៉ោងឲ្យដើរលឿនពេកណាចាំតាឲ្យបានគាត់បានរៃគៀសបច្ច័យឲ្យបានច្រើនពីពុកម៉ែបងប្អូនខ្លះចឹងទៅដើម្បីយកទៅជួយផ្គត់ផ្គង់នៅទីវត្តអារាមផ្គត់ផ្គង់ព្រះសង្ឃអីចឹងទៅពីព្រោះថាព្រះសង្ឃគាត់គង់នៅទីវត្តអារាមរយៈពេល3ខែពេញមិនអាចចេញយាត្រាទៅបិណ្ឌបាតតាមដងផ្លូវដងផ្ទះបានទេអញ្ចឹងមានតែការដង្ហែនៃទៀនព្រះសាធ្វើរទេះទៀនព្រះសានឹងហើយដើម្បីអីចូលរួមជាបច្ច័យដើម្បីយកទៅជួយផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃទឹកភ្លើងនៅទីវត្តអារាមផ្សេងចឹងទៅអញ្ចឹងវីដេអូរត់មកវីដេអូមានតែប៉ុណ្្នឹងទេបើមានការនិយាយអីខ្វះខាតឬក៏លើសលួពាក្យសម្ដីអសិរោះត្រង់ណាមិនបានសមរម្យទៅដល់ទីវត្តអារាមទៅដល់បងប្អូនជាយុវជនក្នុងការត្រៀមខ្លួនដង្ហែទៀនព្រះវស្សានៅខាងមុខនេះក៏ដូចជានិយាយទៅប៉ះពាល់ទៅដល់អាជ្ញាធរដែនដីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អីក៏សូមអភ័យអត់ទោសពីរដ្ឋមេកវីដេអូផងណាអរគុណច្រើនបាយជួបគ្នានៅចុងខែ6ការដង្ហែទៀនព្រះវស្សានៅទឹកដីស្អាងស្រុកស្អាងខេត្តកណ្ដាលជាមួយរដ្ឋមេកវីដេអូបាយអ្នកទាំងអស់គ្នា